នៅកន្លែងមួយក្រណប់ដោយស្មៅដ៏ក្រាស់មានអណ្ដូងមួយដែលគេឈប់ប្រើយូរមកហើយក្នុងអណ្ដូងនោះមានកង្កែបមួយក្បាលរស់នៅជាប្រចាំថ្ងៃមួយវាលត់ឡើងមកលើសម្រាកលើមាត់អណ្ដូងក៏ប្រទះឃើញអណ្ដើកសមុទ្រមួយក្បាលទំនងជាវង្វេងផ្លូវកំពុងវាសំដៅមកកាន់អណ្ដូងដែលវាអាស្រ័យនៅនោះឃើញដូច្នេះកង្កែបសែនត្រេកអរយ៉ាងខ្លាំងវាស្រែកថាវាឲ្យលឿនមកលឿនឡើងឯងមើលនៅអ្នកឃើញទេនេះជាឋានសួគ៌របស់យើងណាអណ្ដើវាមកដល់មាត់អណ្ដូងដកកមើលទៅក្នុងអណ្ដូងវាឃើញអណ្ដូងដែលគ្មានទឹកហូរចេញចូលទៅណាសោះដោះស្លាយឡើងពណ៌ខៀវស្រងាត់នឹងចិត្តរិញខាស់អស់ទៅហើយតែកង្កែបក៏និយាយបន្តឯងប្រហែលជាមិនធ្លាប់បានទទួលសេចក្តីសុខក្នុងសភាពដូចយើងបែបនេះនៅឡើយទេមើលទៅពេលប្រលប់យើងឡើងមកយកខ្យល់អាកាសនៅនឹងមាត់អណ្ដូងពេលយប់ជ្រៅយើងត្បូងក្បាលចូលទៅដេកខាងក្នុងអំបញ្ញបែកហើយយើងអាចបណ្ដេញខ្លួនដេកយឺសពលើទឹកផងដែរយើងអាចលោតចុះឡើងលើដីបានមួយសេរីពួកកូនក្អាត់ពួកក្តាមមិនអាចរកសេចក្តីសុខដូចយើងនេះបានឡើយកង្កែបប្រឡើងបែកពោះមាត់ស្គល់គេកាន់តែក្នុងចិត្តឯងមើលនេះណែអ្វីទាំងអស់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់យើងវាប្រព្រឹត្តទៅតាមអ្វីដែលយើងត្រូវការគ្រប់យ៉ាងតើឯងចង់ចុះទៅមើលដែរឬទេដោយសារ